មួយទៀតនៅពេលដែលយើងរស់នៅជាគ្រួសារបងប្អូននៅក្នុងគ្រួសារពេលខ្លះយើងសប្បាយជាមួយគ្នាគ្រួសារប្តីប្រពន្ធគាត់ចេះលើកទឹកចិត្តគ្នាទៅវិញទៅមកមែនអត់បងប្អូនពេលខ្លះស្វាមីគាត់ប្រឹងធ្វើការដោយសារតែភរិយាគាត់ឲ្យតម្លៃគាត់គោរពគាត់ឲ្យតម្លៃគាត់ទទួលស្គាល់អញ្ចឹងស្វាមីនោះគាត់ប្រឹងទៅគាត់ទទួលបាននៃការឲ្យតម្លៃទទួលបាននៃការលើកទឹកចិត្តពីភរិយាទៅគឺគាត់រត់តែប្រឹងទៅភរិយាដូចគ្នានៅពេលដែលគាត់ខំប្រឹងប្រែងទៅទទួលបាននៃការពោលពាក្យសរសើរទទួលបាននៃការគោរពទទួលបាននៃការឲ្យតម្លៃភរិយានឹងក៏ប្រឹងដែរមែនទេបងប្អូនជាក់ស្ដែងគ្រួសារបងប្អូនយើងខ្លះចឹងមែនប៉ុន្តែផ្ទុយមកវិញសកម្មភាពល្អដែលយើងធ្លាប់តែប្រឹងប្រែងពីមុនឥឡូវរសាយទៅកាត់បន្ថយទៅដោយសារទង្វើដែលយើងប្រឹងមិនទទួលបាននៃការគោរពនៃការឲ្យតម្លៃវាបែកអញ្ចឹងឯងបងប្អូនក្នុងខណៈពេលហ្នឹងបងប្អូនឆ្លោះមើលខ្លួនយើងតើកត្តាជំរុញលើកទឹកចិត្តធ្វើរឿងដែលត្រឹមត្រូវរបស់យើងភាគច្រើនវាចេញពីខាងក្នុងឬក៏ចាំកត្តាជំរុញលើកទឹកចិត្តពីខាងក្រៅបានយើងធ្វើរឿងដែលត្រឹមត្រូវប្តីប្រពន្ធខ្លះគាត់ប្រហែលជាអាចធ្លាក់នៅក្នុងស្ថានភាពថាចាំប្តីទៅសើសិនចាំគាត់ធ្វើឬក៏ចាំប្រពន្ធឲ្យតម្លៃសិនចាំគាត់ប្រឹងអញ្ចឹងឯងបងប្អូនហើយគាត់គិតថាប្រឹងធ្វើអីមកប្រឹងទៅគេមើលមិនឃើញដដែលប្រឹងធ្វើអីប្រឹងធ្វើល្អធ្វើអីមកធ្វើទៅគេមើលមិនឃើញដដែលប្រឹងធ្វើល្អទៅអីមកប្រឹងធ្វើល្អទៅគេមិនឲ្យតម្លៃដដែលអញ្ចឹងដោយសារតែហេតុផលគេអត់ឲ្យតម្លៃអញ្ចឹងមានន័យថាបងប្អូនឈប់ធ្វើរឿងដែលល្អត្រឹមត្រូវមែនទេសួរមួយសិនយល់ខុសជាដើមចំនៃសេចក្តីទុក្ខក្នុងជីវិតហត់ចិត្តណាស់អាហ្នឹងហើយកន្លែងហ្នឹងមិនមែនគេធ្វើឲ្យយើងហត់ទេគឺយើងដាក់ទម្ងន់ឲ្យខ្លួនឯងធ្ងន់សំទោសបងប្អូនណាគេលួចខ្ញុំនិយាយទៅវាចំពេក